Wow, look at this. Okay បងប្អូនចឹងដល់វគ្គឆ្លើយសំណួរក៏ដូចជាផ្ដល់យោបល់ទៅលើរូបបងប្អូនទៀតហើយចឹងខ្ញុំព្យាយាមធ្វើច្រើនតិចដោយសារទៅខ្ញុំទៅមកធ្វើការចឹងខ្ញុំព្យាយាមឆ្លើយប្រើហើយបងប្អូនខ្លះគាត់ល្អស្រាប់បងប្អូនខ្លះគាត់នៅស្ទើរហើយពិបាកផ្ដល់យោបល់ដែរអញ្ចឹងខ្ញុំនឹងធ្វើវីដេអូមួយលឿនទេអ្នកដែលគាត់នេះណាបាទអ្នកដែលគាត់ស្ទើរប្លង់ក៏ដូចជាពិបាកក្នុងការពន្យល់ហ្នឹងគឺខ្ញុំនឹងធ្វើលឿនដែរអូខេអញ្ចឹងខ្ញុំចូលរូបនេះគឺរូបទី4ហើយសម្រាប់ខ្ញុំផ្ដល់យោបល់ទៅបងប្អូនយើងអញ្ចឹងគឺខ្ញុំលើកយករូបរបស់បងនឹងបងអូននោះបាទលោកហងសុធាទិញលក់រថយន្តលុយមកបាទអញ្ចឹងរូបគាត់លុយដែរនេះបាទអញ្ចឹងខ្ញុំសេវសិនអូខេអូខេឥឡូវខ្ញុំសេវរូបគាត់មកហើយអញ្ចឹងខ្ញុំចូលទៅ breakdown មួយតែម្ដងបាទអញ្ចឹងអូខេជាទម្លាប់គឺខ្ញុំទី1គឺខ្ញុំលើកចំណុចល្អរបស់គាត់និងទី2គឺចំណុចដែលគួរកែប្រែអញ្ចឹងចំណុចល្អរបស់គាត់គឺតកតងទៅនឹងការ control ពលឺបាទចាំថាពលឺរបស់គាត់នៅលើ subject នៅលើមេឃនៅលើដីអីគឺវាស្មើបាទវាអត់មានកន្លែងឆេះទេអញ្ចឹង highlight របស់គាត់ shadow របស់គាត់គឺអត់មានលើសមានខ្វះគឺ control បានល្អអញ្ចឹងគឺតកតងទៅនឹងអ្វីដែលគាត់ល្អបាទទី2គឺគាត់រូបគាត់អាចគាត់ណាបានន័យថាគាត់ stay ជាមួយនឹង rule of third ណាបាទអញ្ចឹងវាប៉ុណ្ណឹងគឺយើងអាចទទួលយកបានហើយបាទន័យថាយើង1/3អញ្ចឹងយើងមើលទៅគឺយើងអាចតំបន់បណ្ឌឹសជាមួយនឹងសទូចហើយក container កាត់ជាមួយនឹង horizontal ហ្នឹងគឺនៅតំបន់ rule of third ទេបាទអញ្ចឹងប៉ុណ្ណឹងគឺ it's okay ដោយសារខាងលើមេឃហ្នឹងគឺបើសិនមេឃសហ្មងណាឆេះហ្មងគឺ negative space បានថាវាមានតំបន់អត់ប្រយោជន៍ច្រើនបានថាវាភ្លឺពេកវាឆេះអីចឹងទៅវាធ្វើឲ្យភ្នែកយើងអត់ចាប់អារម្មណ៍នៅប្រធានបទខាងក្រោមអស់នេះទេអញ្ចឹងយើងចាប់អារម្មណ៍ដល់អស់នេះទេបើសិននឹងពណ៌សណាអញ្ចឹងនេះជាអ្វីដែលគាត់ធ្វើបានល្អបាទអញ្ចឹងតើតើទៅនឹងអ្វីដែលគួរកែប្រែគួរបន្ថែមបាទអញ្ចឹងទី1យើងត្រូវបង្កើតប្លង់ឲ្យមានការចាប់អារម្មណ៍អញ្ចឹងខ្ញុំមើលឃើញចក្រណាពលកន្លែងនេះមានទឹកបាទទឹកបន្ថលុកហ្នឹងណាទឹកហ្នឹងយើងអាចcreative យើងអាចឆ្នៃប្រឌិតបានតែយើងយកកាមេរ៉ាឬក៏ទូរស័ព្ទយើងដាក់ដល់ទឹកទៅវាចេញ reflection វាចេញពីចំណាំងផ្លាតណាចេញចំណាំងផ្លាតsubject សំខាន់យើងនេះហើយអញ្ចឹងវាអាចនឹកឃើញនៅក្នុងនេះបាទឃើញនៅក្នុងនេះក្នុងទឹកហ្នឹងតែម្ដងអញ្ចឹងវាមើលទៅវាប្លែកវា creative វាអាចមើលទៅចែកជា2ណាបានថាវាចំណាំងផ្លាតក្នុងទឹកផងនៅលើផងអញ្ចឹងវាមើលទៅវាប្លែកហើយមួយទៀតពេលយើងចាប់ composition នឹងដូចនិយាយហើយបានថា reflection ហើយនេះយើងមើលមនុស្សនេះស្ទើរតិចថាយើងមើលមិនទោះបានឃើញជាមនុស្សដោយសារគាត់ជាប់ជាមួយដងស្ទូចណាបាទអញ្ចឹងយើងចាំមនុស្សហ្នឹងគាត់អាចដើរមកតំបន់ដែលមានផ្ទៃមេឃភ្លឺនេះបានថាមនុស្សយើងមើលទៅគឺ contrast ហ្មង contrast ទៅឃើញងាយឃើញនឹងមនុស្សងាយឃើញមនុស្សច្បាស់បាទអញ្ចឹងយើងអាចមនុស្សដាក់កន្លែងហ្នឹងយើងអាចលេងជាមួយនឹង juxtaposition ជាមួយខ្សែនេះអាចមកពួកគាត់ឬអីចឹងណាបាទអញ្ចឹង juxtaposition បានថាវាជាអ្វីដែលធាតុពីរដែលផ្សំចូលគ្នាទៅជាសាច់រឿងមួយអីចឹងទៅបាទអញ្ចឹងយើងអាចចាំមនុស្សហ្នឹងដើរមកដល់កន្លែង contrast ហ្នឹងទៅបាទយើងចាំមួយខ្សែឬក៏បាច់ចាំមួយខ្សែបាននៅក្នុង frame នឹងណាមួយនៃកន្លែងហ្នឹងគឺយើងអាចឲ្យគាត់យើងអាចឃើញមនុស្សច្បាស់ហើយនេះបាទអញ្ចឹងកន្លែងនេះមនុស្សអត់ច្បាស់ហើយថាអត់ច្បាស់បាទវាទោះមើលមិនទោះបានយើងឃើញអញ្ចឹងណាបាទអញ្ចឹងយើងអាចមកដុំនេះអីចឹងទៅឬក៏ប្រឡោះនេះអញ្ចឹងទៅអូខេអញ្ចឹងនេះជាសម្រាប់ subject ខាងលើហើយសម្រាប់ subject ខាងក្រោមអញ្ចឹងខាងក្រោមវាអត់បញ្ហាទេគឺដោយសារគាត់ខ្សាច់គាត់សជាងគាត់ត្រាស់កន្លែងនឹងជាមួយនឹងផ្ទៃពណ៌ខ្មៅជាមួយនឹងឡានហើយតែបើអាចឲ្យគាត់មកម្ដុំនេះឲ្យគាត់ឃើញធ្វើការកន្លែងនេះបាទអញ្ចឹងទៅអាហ្នឹងក៏ហត់ល្អដែរដោយសារយើងអាចឲ្យគាត់ចេញ triangle អញ្ចឹងណាបាទ triangle មិនថាយើងគិតលើចេះទៅបាទក៏គិតជាមួយមនុស្សចេះណាបាទជាមួយកង់ឡានអីចឹងទៅអញ្ចឹងវាមានមុំមានអីចឹងទៅអញ្ចឹងយើងធ្វើឲ្យមាន diagonal line ឬក៏ triangle អីចឹងផ្សេងទៅបាទអញ្ចឹងយើងអាចឲ្យគាត់នៅម្ដុំនេះដោយសារសាច់គាត់អញ្ចឹងនៅនេះយើងងាយឃើញមើលផ្លែតមើលមិនទោះបានឃើញតែបើយើងគាត់ដើរដល់នេះឃើញជាមនុស្សហ្មងអញ្ចឹងវាឃើញ subject របស់យើងសាច់យើងរបស់យើងអូខេអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេដោយសាររូបយើងថតបែបនេះបាទអាចថាជា wide angle ឬក៏កាមេរ៉ាទូរស័ព្ទហ្នឹងគឺ 0.6 ណាអញ្ចឹងវាត្រូវការនេះតិច creative តិចបានមើលទៅវាលយអញ្ចឹងអាចលេង reflection អីដូចនិយាយអញ្ចឹងណាបាទជាមួយអស់នេះទៅអូខេអញ្ចឹងខ្ញុំមានប៉ុណ្្នឹងអញ្ចឹងសង្ឃឹមថាបងដែលគាត់ចាស់រូបពេញចិត្តនឹងការបកស្រាយហើយសម្រាប់បងប្អូនយើងដែលមានគេថា
idea ឬក៏កំណត់អីឃើញអីកាលពីខ្ញុំនិយាយហ្នឹងក៏អាច comment ខាងក្រោមក៏ដូចជាអាចមានចំនួនឬក៏រូបអីអាច comment ខាងក្រោមមកដើម្បីខ្ញុំនឹងរកពេលដើម្បីធ្វើវីដេអូ breakdown ជូនបងប្អូនថែមទៀតចឹង complete បើសិនគិតថាវីដេអូនេះមានតម្លៃឬក៏ useful ណាបាទអាចប្រើប្រាស់ឬជាចំណេះដឹងបានជួយ share ផងហើយជួយ like comment ហ្នឹងហើយលើ Facebook page របស់ខ្ញុំមាន2មានម៉ាឌីសួងហើយសរខ្មែរសួងម៉ាឌីហ្នឹងមួយទៀត page គឺ your photo is your reward នេះតែម្ដងបាទ YouTube ដូចគ្នាឈ្មោះដូចគ្នាបាទអញ្ចឹងអូខេ complete your photo is your reward ជួបគ្នាវីដេអូក្រោយអរគុណបាយបាយ